អដ្ឋកថាមូលវៈរឿងបុត្ររបស់បុរសអ្នកសម្លាប់គោព្រះសាស្តាកាលប្រថាប់គង់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធបុត្ររបស់បុរសអ្នកសម្លាប់គោម្នាក់ព្រះធម្មទេសនានេះថាបណ្ឌុបលាសោវទានិសិឥឡូវនេះអ្នកដូចជាស្លឹកឈើមានពណ៌លឿងជាដើមដូចបានស្ដាប់មកនៅក្នុងក្រុងសាវត្ថីមានបុរសអ្នកសម្លាប់គោម្នាក់ស្លាប់គោហើយកាន់យកសាច់ដែលល្អឲ្យប្រពន្ធចំអិនឲ្យហើយអង្គុយបរិភោគជាមួយប្រពន្ធនិងកូននៅសាច់គោនោះនឹងលក់យកតម្លៃបុរសអ្នកសម្លាប់គោនោះធ្វើការងាររបស់បុគ្គលអ្នកសម្លាប់គោយ៉ាងនេះអស់55ឆ្នាំមិនបានថ្វាយយាគូឬផាត់សូម្បីមួយវែកចំពោះព្រះសាស្តាដែលប្រថាប់គង់នៅក្នុងវិហារដ៏ជិតគាត់វាចាកសាច់មិនអាចបរិភោគផាត់បានឡើយថ្ងៃមួយគាត់លក់សាច់គោវេលាថ្ងៃហើយបានឲ្យសាច់មួយដុំដល់ភរិយាយកទៅអាំងសម្រាប់ខ្លួនហើយចេញទៅងូតទឹកទៅលំដាប់នោះសម្លាញ់របស់គាត់មកកាន់ផ្ទះរបស់គាត់ហើយនិយាយទៅកាន់ភរិយារបស់គាត់ថាណែនាងដ៏ចម្រើននាងចូលឲ្យសាច់ដែលត្រូវលក់ដល់ខ្ញុំបានបន្តិចព្រោះខ្ញុំមានភ្ញៀវភរិយានាយឃាតកៈណែអ្នកដ៏ចម្រើនសាច់ដែលត្រូវលក់មិនមានទេសម្លាញ់របស់អ្នកលក់សាច់អស់ហើយឥឡូវនេះគេទៅងូតទឹកសម្លាញ់នាងកុំធ្វើយ៉ាងនេះឡើយបើដុំសាច់មានចូលឲ្យមកចុះភរិយារបស់នាយគោឃាតកៈវាដុំសាច់ដែលខ្ញុំទុកដើម្បីសម្លាញ់របស់អ្នកហើយសាច់ដតីមិនមានបរោះនោះគិតថាសាច់ដតីអំពីសាច់ដែលស្ត្រីនេះទុកដើម្បីប្រយោជន៍ដល់សម្លាញ់របស់អញមិនមានឯសម្លាញ់របស់អញនោះសោតវាចាកសាច់រមែងមិនបរិភោគស្ត្រីនេះនឹងមិនឲ្យទៅកាន់យកសាច់នោះខ្លួនឯងហើយជិះចេញទៅចំណែកបុរសអ្នកសម្លាប់គោនោះងូតទឹករួចហើយត្រឡប់មកវិញកាលភរិយាដួសបាយនាំចូលទៅមួយអន្លើដោយបន្លែឆ្អិនដើម្បីខ្លួនក៏សួរថាឯណាសាច់ភរិយានាយសាច់មិនមាននាយគោឃាតកៈយើងឲ្យសាច់មួយដុំដល់នាងដើម្បីអាំងទៅមិនមែនឬភរិយាសម្លាញ់របស់អ្នកមកប្រាប់ថាខ្ញុំមានភ្ញៀវនាងចូលឲ្យសាច់ដែលត្រូវលក់ដល់ខ្ញុំបន្តិចកាលនោះខ្ញុំប្រាប់គេថាសាច់ដតីអំពីសាច់ដែលទុកដើម្បីសម្លាញ់របស់អ្នកមិនមានម្យ៉ាងទៀតសម្លាញ់របស់អ្នកវាចាកសាច់រមែងមិនបរិភោគគេក៏កាន់យកសាច់នោះដោយខ្លួនឯងហើយជិះចេញទៅនាយគោឃាតកៈគ្មានសាច់យើងមិនបរិភោគទេនាងចូលនាំផាត់នោះទៅវិញចុះភរិយាឲ្យខ្ញុំធ្វើដូចម្ដេចចូលបរិភោគចុះនាយគោឃាតកៈកាត់អណ្ដាតគោមកអាំងបរិភោគនាយគោឃាតកៈតបថាយើងមិនបរិភោគទេឲ្យភរិយានាំផាត់នោះទៅហើយកាន់យកកាំបិតដើរតម្រង់ទៅកាន់គោដែលឈរនៅខាងក្រោយផ្ទះលូកដៃចូលក្នុងមាត់ទាញអណ្ដាតចេញមកយកកាំបិតកាត់ត្រឹមគល់អណ្ដាតយកឲ្យភរិយាអាំងលើរងើកភ្លើងដាក់លើផាត់អង្គុយបរិភោគដុំផាត់មួយដុំដាក់ដុំសាច់មួយដុំទៅក្នុងមាត់ក្នុងខណៈនោះឯងអណ្ដាតរបស់គេក៏ដាច់ធ្លាក់ចុះទៅក្នុងចានបាយក្នុងខណៈនោះឯងគេបានទទួលវិបាកដែលស្មើដោយកម្មឈាមហូរចេញពីមាត់រត់ចូលក្នុងផ្ទះដើរដោយជង្គង់ស្រែកដូចគោខណៈនោះបុត្ររបស់នាយគោឃាតកៈ
ឈោមមើលបិតាក្នុងទីចិត្តគ្រានោះភរិយារបស់គេពោលទៅកាន់បុត្ររបស់ខ្លួនថាណែកូនចូលមើលបិតារបស់កូនដែលដើរដោយជង្គង់ស្រែកដូចគោពេញក្នុងផ្ទះសេចក្តីទុក្ខនេះនឹងធ្លាក់លើកូនកូនឯងមិនចាំបាច់ព្រួយបារម្ភអំពីម៉ែទេចូលធ្វើសេចក្តីសួស្តីដល់ខ្លួនហើយរត់ចេញទៅចុះបុត្ររបស់នាយគោឃាតកៈនោះត្រូវមរណភ័យគំរាមថ្វាយបង្គំមេដាហើយរត់ចេញទៅការរត់ទៅនោះក៏បានទៅដល់នគរតកសិលាចំណែកនាយគោឃាតកៈដើរដោយជង្គង់ស្រែកដូចគោនៅក្នុងផ្ទះនោះស្លាប់ទៅកើតក្នុងអវជ័យនរកចំណែកគោក៏ងាប់ទៅដែររីឯបុត្ររបស់នាយគោឃាតកៈនោះទៅដល់នគរតកសិលារៀនវិជ្ជាធ្វើមាសតមកអាចារ្យរបស់គេមុននឹងទៅស្រុកដតីបានប្រាប់គេថាឯងចូលធ្វើគ្រឿងប្រដាប់បែបនេះទៅចំណែកគេក៏ធ្វើគ្រឿងប្រដាប់តាមដែលអាចារ្យប្រាប់ពេលអាចារ្យត្រឡប់មកឃើញគ្រឿងប្រដាប់នោះហើយត្រាស់រិះថាបុរសនេះមិនថានឹងទៅទីណាក៏អាចចិញ្ចឹមជីវិតបានដែរដូច្នេះទើបបានឲ្យធីតាដែលពេញវ័យរបស់ខ្លួនដល់គេមានបុត្រធីតាច្រើនអ្នកលំដាប់នោះបុត្រទាំងឡាយរបស់គេចម្រើនវ័យហើយរៀនសិលសាស្ត្រក្នុងកាលតមកក៏ត្រឡប់ទៅកាន់ក្រុងសាវត្ថីរស់នៅក្នុងនគរនោះវិញបានជាអ្នកមានសទ្ធាចំណែកបិតារបស់ពួកគេមិនបានធ្វើកុសលអ្វីសោះឡើយដល់ពេលចាស់ជរានៅក្នុងនគរតកសិលានោះគ្រានោះពួកបុត្ររបស់គេប្រឹក្សាគ្នាថាបិតារបស់យើងចាស់ហើយទើបឲ្យមកនៅជាមួយពួកខ្លួនពោលថាពួកខ្ញុំនឹងថ្វាយទានដល់បិតាបាននិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមកថ្ងៃស្អែកឡើងពួកគេនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឲ្យគង់ក្នុងផ្ទះហើយអង្គាសដោយគោរពក្នុងវេលាស្រេចផុតតកិច្ចក្រាបទូលព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកខ្ញុំព្រះអង្គថ្វាយផាត់នេះឲ្យជាជីវផាត់សម្រាប់មនុស្សនៅរស់ដើម្បីបិតាសូមព្រះអង្គទ្រង់ធ្វើអនុមោទនាដល់បិតារបស់ពួកខ្ញុំព្រះអង្គចុះព្រះសាស្តាហៅបិតារបស់ពួកគេមកហើយត្រាស់ថាមនាលឧបាសកអ្នកជាមនុស្សចាស់មានសរីរៈចាស់ដោយជុំវិញប្រៀបដូចជាស្លឹកឈើទុំមានពណ៌លឿងហើយស្បៀងគឺកុសលដើម្បីនឹងទៅកាន់បរលោករបស់អ្នកមិនទាន់មានអ្នកចូលធ្វើទីពឹងសម្រាប់ខ្លួនចុះចូលជាបណ្ឌិតកុំជាមនុស្សពាលដូច្នេះហើយកាលនឹងទ្រង់ធ្វើអនុមោទនាទើបបានត្រាស់ព្រះគាថាទាំងនេះថាបណ្ឌុបលាសោវទានិសិយមបរិសាបច្ចតេឧបដ្ឋិតាឧយោកមុខេចតថសិបាថយយមបរិសាបច្ចតេឧបដ្ឋិតាឧយោកមុខេចតថសិបាថយមបច្ចតេនវិជ្ជតេសោករោហិទីបមត្តណោខបាំងវាយមៈបណ្ឌិតោភវៈនិទនមឡោអនាងកណោទឹកពាំងអរិយភូមិមេហិសិឥឡូវនេះខ្លួនអ្នកដូចស្លឹកឈើទុំហើយទាំងពួកបរោះរបស់យមរាជប្រកាសដល់អ្នកហើយខ្លួនអ្នកតាំងនៅក្នុងមាត់នៃសេចក្តីវិនាសសូម្បីស្បៀងគឺកុសលរបស់អ្នកក៏មិនទាន់មានឡើយអ្នកចូលធ្វើកុសលជាទីពឹងសម្រាប់ខ្លួនទៅចូលព្យាយាមឲ្យឆាប់ទៅចូលជាអ្នកប្រាជ្ញទៅបើអ្នកធ្វើយ៉ាងនេះហើយនឹងទៅជាអ្នកកំចាត់បងមន្ទិលបានមិនមានទីទួលគឺកិលេសនឹងដល់នៅភូមិរបស់ព្រះអរិយៈដូចជាទឹកបានបណ្ដាបទទាំងនោះបទគាថាបណ្ឌុបលាសោវទានិសិអ្នកដូចជាស្លឹកឈើពណ៌លឿងសេចក្តីថាឧបាសកឥឡូវនេះ
អ្នកដូចជាស្លឹកឈើទុំដែលដាច់ធ្លាក់ចុះលើផែនដីព្រះដ៏មានព្រះភិក្ខត្រាស់ហៅថាទូតរបស់យមរាជថាបរោះនៃយមរាជពាក្យថាបរោះនៃស្ដេចយមរាជនេះសំដៅដល់សេចក្តីស្លាប់នោះឯងអធិប្បាយថាសេចក្តីស្លាប់ប្រកាសដល់អ្នកហើយបទថាអយោគមុខេចិត្តមាត់នៃសេចក្តីវិនាសសេចក្តីថាក៏អ្នកជាបុគ្គលស្ថិតនៅចិត្តមាត់នៃសេចក្តីវិនាសគឺចិត្តមាត់នៃសេចក្តីមិនចម្រើនបទថាបាថៃយ៉ាងស្បៀងដើរផ្លូវសេចក្តីថាសូម្បីស្បៀងដើរផ្លូវគឺកុសលរបស់អ្នកសម្រាប់ទៅកាន់បរលោកក៏មិនទាន់មានដូចជាស្បៀងសម្រាប់ដើរផ្លូវមានអង្គជាដើមរបស់បុគ្គលអ្នកដើរផ្លូវក៏មិនមានបទថាសោករោហៈអ្នកចូលធ្វើសេចក្តីថាអ្នកចូលធ្វើនៅទីពឹងគឺកុសលសម្រាប់ខ្លួនដូចបុគ្គលកាលសំពៅធ្លាយក្នុងសមុទ្រធ្វើទីពឹងពោលគឺកោះសម្រាប់ខ្លួនដូច្នោះនឹងកាលអ្នកធ្វើចូលព្យាយាមយ៉ាងឆាប់គឺចូលប្រារព្ធនៅសេចក្តីព្យាយាមយ៉ាងប្រញាប់ប្រញាល់ចូលជាបណ្ឌិតដោយការធ្វើនៅទីពឹងពោលគឺកុសលកម្មសម្រាប់ខ្លួនព្រោះថាបុគ្គលណាធ្វើកុសលក្នុងកាលដែលខ្លួនមិនទាន់ដល់មាត់នៃស្ដេចនៃសេចក្តីស្លាប់បុគ្គលនោះឈ្មោះថាជាបណ្ឌិតអធិប្បាយថាអ្នកចូលជាបុគ្គលដូច្នោះកុំជាបុគ្គលអន្តពាលបទថាទឹកពាំងអរិយភូមិដែលជាទឹកសេចក្តីថាបើអ្នកធ្វើសេចក្តីព្យាយាមយ៉ាងនេះហើយឈ្មោះថាជាអ្នកកំចាត់មន្ទិលបានហើយព្រោះជាអ្នកនាំមន្ទិលមានរាគៈជាដើមចេញបានឈ្មោះថាមិនមានកិលេសដូចជាទីទួលគឺអស់កិលេសព្រោះមិនមានកិលេសដូចជាទីទួលនឹងដល់ជាន់សទ្ធាវិសភូមិ5ក្នុងការចប់ព្រះធម្មទេសនាឧបាសកនោះក៏តាំងនៅក្នុងសោតាបតិផលទេសនាញ៉ាំងប្រយោជន៍ដល់មហាជនដែលប្រជុំគ្នាដូចនេះឯងបុត្រទាំងនោះទូលនិមន្តព្រះសាស្តាដើម្បីឆាន់ក្នុងថ្ងៃស្អែកការថ្វាយទានហើយបានក្រាបទូលព្រះសាស្តាកាលដែលទ្រង់ធ្វើផាត់កិច្ចស្រេចហើយក្នុងវេលាទ្រង់អនុមោទនាថាបពិតព្រះអង្គដ៏ចម្រើនសូមបីផាត់នេះពួកខ្ញុំព្រះអង្គក៏ថ្វាយឲ្យជាជីវផាត់ដើម្បីបិតារបស់ពួកខ្ញុំព្រះអង្គដែរសូមព្រះអង្គទ្រង់ធ្វើអនុមោទនាបិតារបស់ពួកខ្ញុំព្រះអង្គចប់ព្រះសាស្តាកាលនឹងទ្រង់អនុមោទនាដល់គេបានត្រាស់គាថាពីរគាថានេះឧបនីតវយោវទានិសិសម្បយាតោសិយមសៈសន្តិកੰវាសោបច្ចតេណដ្ឋិអន្តរាបាថៃយំបច្ចតេនវិជតិសោក្រោហៈទីបមត្តណោខបੰវាយមៈបណ្ឌិតោភវៈនិឋានតមលោអញ្ញកណោអ្នកបុណៈជាតិចរាំងឧបេហិសិឥឡូវនេះខ្លួនអ្នកត្រូវជារាចូលដល់ហើយជាអ្នករៀបដំណើរទៅកាន់យមរាជមួយទៀតទីសំចតក្នុងចន្លោះមិនមានដល់អ្នកទេសូម្បីស្បៀងក៏មិនមានដល់អ្នកចូលធ្វើទីពឹងសម្រាប់ខ្លួនទៅចូលព្យាយាមឲ្យឆាប់ទៅចូលជាអ្នកប្រាជ្ញបើអ្នកធ្វើយ៉ាងនេះហើយនឹងទៅជាអ្នកកំចាត់បងមន្ទិលបានមិនមានទីទួលគឺកិលេសនឹងមិនត្រូវចូលទៅកាន់ជាតិជារាបជាធិមរណៈទៀតឡើយសត្វថាឧបៈក្នុងបទថាឧបនីតវយោក្នុងព្រះគាថានោះត្រឹមតែជានិបាតសេចក្តីថាមានវ័យត្រូវជារានាំទៅហើយគឺមានវ័យកន្លងទៅហើយបានដល់មានវ័យកន្លងទៅហើយអធិប្បាយថាឥឡូវនេះអ្នកកន្លងវ័យទាំង3ហើយស្ថិតនៅក្នុងមាត់នៃមច្ចុរាជបទថាសម្បយាតោសិយមសៈសន្តិកੰជាអ្នកត្រៀមដើម្បីនឹងទៅស័ក្តិម្នាក់របស់មច្ចុរាជសេចក្តីថាអ្នកនឹងទៅដល់មាត់នៃសេចក្តីស្លាប់ហើយ
បទថាវាសោបិចតេណដ្ឋិអន្តរាម្យ៉ាងទៀតទីសំចតក្នុងរវាងផ្លូវរបស់អ្នកក៏មិនមានសេចក្តីថាពួកអ្នកដើរផ្លូវរមែងសំចតធ្វើកិច្ចនោះក្នុងរវាងផ្លូវក៏បានយ៉ាងណាបុគ្គលទៅកាន់បរលោកនឹងធ្វើដូច្នោះមិនបានព្រោះបុគ្គលទៅកាន់បរលោកមិនអាចនឹងពោលសូមថាចូលរងចាំ2-3ថ្ងៃសិនខ្ញុំឲ្យទានសិនស្ដាប់ធម៌សិនជាដើមតែបុគ្គលកាលឃ្លាតចាកលោកនេះហើយរមែងទៅកើតក្នុងលោកខាងមុខតែម្យ៉ាងព្រះសាស្តាត្រាស់សំដៅយកសេចក្តីនេះទើបត្រាស់ពាក្យថាបទថាបាថៃយ៉ាងស្បៀងនេះព្រះសាស្តាត្រាស់ទុកក្នុងគាថាដំបូងហើយក៏ពិតតែទ្រង់លើកយកមកក្នុងគាថានេះទៀតក៏ដើម្បីទ្រង់ធ្វើឲ្យធ្ងន់ដល់ឧបាសកនោះក្នុងបទថាជាតិជារាំងជាតិជារានេះក៏ទ្រង់រួមយកសេចក្តីឈឺនិងសេចក្តីស្លាប់ទុកផងព្រះមានព្រះភិក្ខត្រាស់អនាគាមិមៈដោយព្រះគាថាដំបូងត្រាស់ព្រះអរហត្តមៈដោយព្រះគាថានេះសូម្បីកាលព្រះសាស្តាទ្រង់សម្ដែងធម៌ដោយមគ្គជន់លើក្នុងកាលជាដំបូងឧបាសកក៏សម្រេចសោតាបតិផលក្រោយមកនៃការអនុមោទនាទើបសម្រេចអនាគាមិផលតាមកម្លាំងឧបនិស្ស័យរបស់ខ្លួនដោយកាលព្រះរាជាទ្រង់ពូតព្រះកាយាហាប៉ុនព្រះអោសរបស់ព្រះអង្គហើយទ្រង់បង្អោនចូលទៅចិត្តព្រះរាជឱរសព្រះរាជកុមារក៏សោយបានត្រឹមព្រះអោសរបស់ខ្លួនប៉ុណ្ណោះដូច្នេះព្រះធម្មទេសនាមានប្រយោជន៍សូម្បីដល់បរិស័ទដ៏វិសេសដូច្នេះរឿងបុត្រអ្នកសម្លាប់គោគឺចង់បញ្ជាក់អំពីកម្មរបស់បុគ្គលដែលប្រព្រឹត្តនៅអំពើទាំងឡាយគឺតែងតែទទួលបាននៅផលកម្មនោះជាប្រកបបុគ្គលអ្នកសាងកម្មណាគឺរមែងបានទទួលនូវកម្មនោះដូចជាបុរសដែលបានសម្លាប់គោជាដើមដែលគាត់បានធ្វើនៅអកុសលកម្មដ៏ធ្ងន់គឺបានយកកាំបិតទៅកាត់អណ្ដាតគោទាំងរស់ដែលកម្មនេះគឺជាកម្មដ៏ធ្ងន់ដែលធ្វើឲ្យកម្មនោះឯងคล้ายជាទិដ្ឋធម្មវេទនីយកម្មគឺជាកម្មឲ្យទន់ភ្នែកគ្រាន់តែគាត់បរិភោគសាច់មួយដុំក៏ខំដាច់អណ្ដាតរបស់ខ្លួនធ្លាក់ចុះមកធ្វើឲ្យគាត់ស្រែករោដូចជាគោហើយក៏មិនយូរប៉ុន្មានក៏បានស្លាប់និងបានធ្លាក់ទៅកាន់អវជ័យមហានរកផងដែរដូច្នេះហើយសាធុជនទាំងឡាយអ្នកមានសទ្ធាក៏បីខិតខំបំពេញនៅបុណ្យកុសលទាំងឡាយទាំងពួងដើម្បីបាននៅបុណ្យកុសលនឹងឯងជាប្រយោជន៍ទៅកាន់បរលោកខាងមុខសូមអរគុណសម្រាប់ការតាមដានស្ដាប់